ក្នុងវីដេអូនេះគឺឃើញសត្វស្ទាំងគឺក៏ចាប់ពីដើមហៅខ្លែងមកឆាបកូនមាន់គឺអាសត្វហ្នឹងចូលចិត្តស៊ីកូនមាន់តែម្ដងគឺកាលពី30ឆ្នាំមុនកាលខ្ញុំនៅវ័យអាយុ10ឆ្នាំជាងគឺនៅសម័យហ្នឹងសម្បូរសត្វខ្លែងឬក៏ក្អែកប៉ុន្តែអាពួកឆាបកូនមាន់នេះគឺពពួកខ្លែងគេហៅស្ទាំងណាគឺនៅតាមវាលស្រែនៅតាមដើមត្នោតនៅតាមភូមិអីសម្បូរតែដល់សម័យកៅជាងមកចាប់ដើមអស់តែម្ដងតាំងឆ្នាំ1980ក្រាស់បើគឺសម្បូរគឺខ្ញុំនៅតូចគឺសារឃើញមាន់ផ្អើលដល់ពេលដែលវាហើរកាត់ភូមិមកគឺមាន់ចាប់ដើមក្រុងកូនចាប់ដើមរត់ចូលជំរកហើយខ្ញុំឃើញបើកាលពីតូចហ្នឹងគឺឃើញជាក់ស្ដែងហ្មងគឺឃើញវាមកចាប់កូនមាន់តែម្ដងរហូតដល់មានចាស់គាត់លេងខ្លែងចាប់កូនមាន់ហ្នឹងបាទនេះគឺរឿងធម្មជាតិប៉ុន្តែឥឡូវហ្នឹងយើងនៅតាមស្រុកភូមិលែងឃើញខ្លែងទៀតហើយដោយសារសត្វហ្នឹងដូចជាអស់ទៅតែម្ដងហើយនៅក្នុងវីដេអូនេះខ្ញុំឃើញគេថតបាននេះខ្ញុំចង់ប្រាប់បងប្អូនថាពីសម័យមុនឆ្នាំ80ជាងនោះគឺមានតែឥឡូវហ្នឹងគឺនៅតាមភូមិអ្នកស្រុកអីលែងឃើញមានហើយតាំងពីមុនសូម្បីសត្វក្អែកសម្បូរពេលយើងទៅស្រែហូបបាយនៅតាមស្រែហ្នឹងគឺក្អែកវាចាប់ដើមចុះមករកស៊ីបាយដែលយើងជ្រុះកន្លែងយើងហូបបាយមានឆ្អឹងមានអីហ្នឹងសម្បូរតែឥឡូវនេះសត្វក្អែកពណ៌ខ្មៅឬក៏សត្វស្ទាំងពួកក្រហមគេហៅប្រម៉ង់អីហ្នឹងគឺលែងមានហើយបាទគឺក្មេងៗលើលែងបានស្គាល់អញ្ចឹងមានតែវីដេអូនេះមើលលេងគឺសម័យមុនចាស់គាត់គប់ពថៅទៀតជួនកាលគាត់នៅកំពុងតែដំដែកឈ្មោះតាហ្នឹងសម័យតាច័ន្ទគាត់ដំដែកអញ្ចឹងគាត់មានចំមាន់នៅក្បែរហ្នឹងអញ្ចឹងទៅពេលស្ទាំងមកចុះឆាបកូនមាន់អញ្ចឹងគាត់គប់មកពថៅខ្លែងអញ្ចឹងបាទហ្នឹងគឺជារឿងពិតមួយដែរ